Ok, ní cứ chia pleu ở một sân tha kia Allegria Hotel hay mà nè phạt hai trên mong trên vùng bảy bờ cả lạc chiến trắng thì chấn cây châu tới ca mong vùng bảy hơi các sự thiên nơi kháng khá cứ từ trẻ và hai chuyện đọc một buổi ống xá hay và hai chuyện chất khả đất cỏ trắng người dương ní cứ chia pleu nơi kháng khỏi sân tha kia nơi chọp nơi trên này lòng bệnh trắng dương thì chỗគ្នាណាបាយបាយហ្នឹងហើយយ៉ាអត់វីដេអូគឺស្ដីនេះគឺជាទីតាំងនៅ Allegra Hotel នៅ Long Beach ហ្នឹងហើយតិចទៀតយើងនឹងទៅបង្ហាញតាក់ទងជាមួយនឹង roadway សម្រាប់ជិះកង់ហើយនឹងឆ្នេរ Long Beach នៅឯមាត់ឆ្នេរសមុទ្រហើយយើងមកនេះឥឡូវពេលព្រឹកប្រហែលជាម៉ោង7កន្លះព្រឹកនៅទីក្រុងញូវយ៉កថ្ងៃអង្គារហ្នឹងហើយបាយបាយចាំទៅជួបបាយបាយអូខេឥឡូវយើងជួបគ្នាកន្លែងនេះខាងក្រោយខ្ញុំនេះគេហៅថា Byland ឬក៏យើងហៅថា Road for Bicycle វាឆ្ងាយដល់ចតុយភ្នែកបាទអញ្ចឹងវាធំណាប្រហែលជាទទឹង20ម៉ែត្រ25ម៉ែត្របាទអញ្ចឹងនេះគេធ្វើពីឈើមានថាឈើហើយលាយជាមួយនឹងបេតុងនៅក្នុងជាន់នេះហើយគេមានដាក់ភ្លើងអមសងខាងរហូតតាមតាមឆ្នេរហ្នឹងទៅហើយនេះខាងក្រោយរបស់ខ្ញុំនៅខាងក្រោយស្ថានភាពហើយអាហ្នឹងគឺសម្រាប់តដើរហើយនឹងជិះកង់ឯងបាទអញ្ចឹងពីព័ត៌មានប៉ុណ្ណឹងចុងក្រោយគេគឺកន្លែងហ្នឹងគឺចាំមានកន្លែងថ្មីទៀតចាំខ្ញុំនឹងបង្ហាញទៀតថាមានកន្លែងណាទៀតប៉ុន្តែវា show interesting មានន័យថានៅមាត់ឆ្នេររបស់គេការរៀបចំរបស់គេគឺស្អាតហើយមានកន្លែងនេះសម្រាប់តែ walking ហើយនឹងcycling សម្រាប់តែជិះកង់ហើយនឹងសម្រាប់តែដើរទេហ្នឹងហើយអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនានិងពិពណ៌នាអំពីទឹកដីនៃទីក្រុងញូវយ៉កនៅប្រទេសនៃសហរដ្ឋអាមេរិកហើយសង្ឃឹមថាខ្ញុំនឹងមានការបង្ហាញកន្លែងថ្មីបន្ថែមទៀតដើម្បីឲ្យដឹងដល់អ្នកគ្នាអូខេបាយបាយបាទនេះគឺជាឆ្នេរហើយនឹងសមុទ្រ Long Beach នៅទីក្រុងញូវយ៉កហើយឥឡូវនេះខ្ញុំកំពុងតែមកឈរមើលគេជិះskateboarding ទៅដល់ skateboarding ធ្លាប់តែឃើញជាលក្ខណៈថាតាមសភៅឬក៏ខ្ញុំធ្លាប់តែរៀនឬក៏មើលតែឥឡូវខ្ញុំមកឃើញផ្ទាល់តែម្ដងមានអារម្មណ៍ថា fresh ហើយស្រស់ស្រាយសប្បាយបាទអញ្ចឹងពេលព្រឹកព្រលឹមម៉ោង7កន្លះព្រឹកនៅទីក្រុងញូវយ៉កអត់ទាន់មានពលឺថ្ងៃទេហ្នឹងហើយនេះគឺជាទឹករលកសមុទ្រធំបាទអញ្ចឹងព្រលឹមឡើងគេខ្ញុំមកងូតទឹកហើយជិះ skateboarding នៅហ្នឹងទីហ្នឹងឯងអូខេសួស្តីម្ដងទៀតព្រឹកមិញខ្ញុំបានបង្ហាញតាក់ទងជាមួយនឹងឆ្នេរ Long Beach ហើយពេលនេះយើងមកកណ្ដាល downtown ហើយនៅទីនេះគឺជាគេហៅ trading world trading building ដែលតំបន់កន្លែងការដែលគេ crash អាគារភ្លោះនោះប៉ុន្តែខ្ញុំអត់ច្បាស់ព័ត៌មានដែរអញ្ចឹងនៅតំបន់ត្រង់នេះគឺវាស្អាតហើយសម្បូរទេសចរច្រើនដែលគាត់មក visit នៅនេះហ្នឹងហើយសម្បូរអាគារខ្ពស់This one is an ancient building អាគារធំអូខេរត់ខាងក្រោយហើយមានដើមឈើនៅខាងក្រោយគេប្រាប់ថាវាជាអាគារដែលត្រូវបាន crash កាលពីប្រហែលឆ្នាំមុនហើយនៅទីនេះគឺ very interesting តែម្ដងបាទស្អាតច្រើនអូខេចង់និយាយប៉ុណ្ណឹងហើយសម្រាប់ recommend មកញូវយ៉កក៏ពេញមក visit នៅទីនេះក៏យ៉ាងដែរស្អាតមនុស្សច្រើនហើយយើងអាចទៅមើលតំបន់ហើយត្រូវបានគេបុកហើយនឹងខ្លាបាយបាយ see you next place may be able to spot its stone towers today. នេះគឺជា statue ជារូបចម្លាក់នៃស្ត្រីសន្តិភាពនៅទីក្រុងញូវយ៉កដែលត្រូវបានប្រទានដោយប្រទេសបារាំងហើយទីទៀតយើងនឹងឡើងទៅដល់ហ្នឹងអូខេចាំទៅ see you there ហើយវាស្ថិតនៅលើកោះមួយគឺដល់ដៃសមុទ្រនៃទីក្រុងញូវយ៉ក As the passenger ship continued north toward
homestay នេះគឺជាឥឡូវយើងមកដល់រូបចម្លាក់ liability statue ឬក៏យើងហៅថាស្ត្រីនៃសន្តិភាព